ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel វាសនាសីលៈនេះឃើញទីអត់នេះឡើងខ្ញុំបោះខ្ទឹមចូលចូលដែរខ្ទឹមបារាំងឲ្យដល់ណាដល់ចាដោយបងប្អូនបានឃើញស្រាប់ហើយបុកពុកបាក់នឹងបងប្អូនថ្ងៃនេះមកនាំបងប្អូនមកទស្សនាវិធីក្នុងការបុកត្រីឆ្អើរជាមួយនឹងកសាំងបងប្អូនចាត្រីឆ្អើរមួយកសាំងហើយយើងមានលាយមកអមឲ្យដែរចាអញ្ចឹងមកនាំបងប្អូនទស្សនាវិធីនៅក្នុងការធ្វើហើយនឹងគ្រឿងផ្សំមួយចំនួនដែលចង់រៀបរាប់ជូនបងប្អូនទស្សនាទាំងអស់គ្នាព្រោះឲ្យបងប្អូនពេលខ្លះទៅនឹកឃើញយូរម្ដងយើងធ្វើបុកកសាំងមួយត្រីឆ្អើរបងប្អូនគាត់និយាយចង់សក់ទឹកមាត់ឃ្លានតែម្ដងចាអញ្ចឹងមកណែនាំបងប្អូនទាំងអស់គ្នាចាក្នុងនោះខ្ញុំមានត្រីឆ្អើរមួយចង្កាក់បងប្អូនខ្ញុំជ្រើសរើសយកត្រីអណ្ដែងដោយសារវាមានសាច់ច្រើនណាបើយើងយកត្រីផ្សេងវាសាច់តិចពេកចាមានមកអមមានកសាំងនេះខ្ញុំបានឆ្កឹះហើយចំនួន5កសាំងបងប្អូនចាហើយយើងមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងហើយនិងប្រហុកចាឥឡូវហ្នឹងមកបេះត្រីឆ្អើរទាំងអស់គ្នាចាបងប្អូនសម្រាប់វិធីនៅក្នុងការធ្វើបុកកសាំងនេះខ្ញុំគិតថាវាអត់មានការលំបាកអីទេអ្វីដែលសំខាន់បងប្អូនជ្រើសយកត្រីឆ្អើរដែលមានសាច់ចាត្រីឆ្អើរត្រីអណ្ដែងនេះវាមានសាច់ច្រើនអញ្ចឹងពេលដែលយើងបេះឲ្យបកវាអីទៅយើងបានសាច់ច្រើនបុកទៅវាបានច្រើនគួរសមអញ្ចឹងណាបងប្អូនចាអញ្ចឹងដូចខ្ញុំរៀបរាប់អញ្ចឹងយើងមានគ្រឿងក្រៅល្មមសំរុំមានខ្ទឹមបារាំងខ្ទឹមសខ្ទឹមក្រហមប៉ុន្តែខ្ទឹមស្រេចទៅលើបងប្អូនបើបងប្អូនមិនចូលចិត្តខ្ទឹមបារាំងបងប្អូនមិនបាច់ដាក់ទេហើយខ្ទឹមក្រហមបើអត់ចូលចិត្តក៏មិនបាច់ដាក់ដែរតែសំខាន់ខ្ទឹមសហ្នឹងយើងគួរតែមានបងប្អូនវាឈ្ងុយចាហើយនឹងតួអង្គឯករបស់យើងហ្នឹងក៏នឹងឲ្យបងប្អូនតួឯករបស់យើងវាមាន2 3នាក់ដែរនៅក្នុងបុកកសាំងហ្នឹងគឺមានកសាំងមានប្រហុកហើយនឹងមកអមណែបើអត់ត្រីឆ្អើរក៏វាមិនកើតដែរមានត្រីឆ្អើរមួយទៀតសិតតែតួអង្គសំខាន់ចាចង់និយាយថាតែប៉ុន្តែ3 4មុខហ្នឹងឯងដែលវាបានឆ្នៃចេញជាបុកកសាំងយ៉ាងមានអស្ចារ្យឈ្ងុយមែនតើបងប្អូនមកអមគឺសំខាន់និយាយទៅប្រហែលមុខវាសំខាន់សឹងទាំងអស់តែគាត់ថាយកមកអមវាសំខាន់ជាងគេចាឥឡូវនេះមកដល់បងប្អូនទស្សនាយើងមកបកខ្ទឹមក្រហមហើយនឹងខ្ទឹមសហើយនឹងខ្ទឹមបារាំងទាំងអស់គ្នាជាមួយនឹងខ្ញុំបងប្អូនចាមករៀបចំត្បាល់លើដាក់ខ្ទឹមសចូលក្នុងត្បាល់បងប្អូនហើយមកបុកទាំងអស់គ្នាទីខ្ទឹមយើងមកមួយហើយអ្នកទាំងអស់នេះឃើញទៀតអត់នេះឡើងខ្ញុំបោះខ្ទឹមដៃស្អាតណាស់ដៃស្អាតទៀតណាខ្ទឹមសហើយខ្ទឹមក្រហមបុកចូលដែរដាក់ខ្ទឹមបារាំងចាដោយបងប្អូនបានលឺរួចជាស្រេចហើយគឺថាពីអ្នកម៉ែកូនហ្នឹងគឺថាឲ្យតែពេលថតវីដេអូហ្នឹងគឺវល់បែកម៉ាំទាំងតែម្ដងដាក់ខ្ទឹមសដាក់ខ្ទឹមបារាំងហើយនឹងខ្ទឹមក្រហមហ្នឹងបុកចូលគ្នាឲ្យម៉ត់ទៅបងប្អូនចាឥឡូវហ្នឹងយើងមកដាក់កសាំងចូលម្ដងបងប្អូនចាកសាំងហ្នឹងក៏យើងបុកវាសាំងចូលណាដាក់មកសាំងចូលទៅណាចាបងប្អូនអញ្ចឹងយើងបន្តបុកកសាំងហ្នឹងដើម្បីឲ្យវាម៉ត់ចូលជាមួយនឹងខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងរបស់យើងហ្នឹងយើងបុកវាឲ្យម៉ត់ទៅហើយបន្តមកទៀតឥឡូវហ្នឹងគឺយើងដល់យើងយកត្រីឆ្អើររបស់យើងយកមកដាក់ចូលក្នុងត្បាល់បងប្អូនចាដាក់ត្រីឆ្អើរហើយឥឡូវចាប់ផ្ដើមបុកទៀតហើយវាធ្វើដែរបាយសិនជៀនហើយទឹកចាឥឡូវនេះយើងមកថែមគ្រឿងក្រៅឥឡូវនេះខ្ញុំប្រើអំបិលហើយនឹងប៊ីចេងបើយើងគិតទៅអំបិលមួយស្ពាយកាហ្វេប៊ីចេងក៏មួយស្ពាយកាហ្វេដែរខ្ញុំលាយចូលគ្នាតែហ្មងបងប្អូនចាហ្នឹងហើយបងប្អូនអញ្ចឹងយើងបន្តបុកអំបិលហើយនឹងប៊ីចេងហ្នឹងឲ្យវាចូលជាមួយនឹងគ្រឿងក្រៅរបស់យើងហ្នឹងទៅឥឡូវយើងមកថែមដាក់គ្រឿងផ្សេងទៀតបងប្អូនចាបងប្អូនឥឡូវដល់វគ្គយើងដាក់ប្រហុកខ្ញុំដាក់តែមួយចុងស្ពាយបន្តិចបងប្អូនអត់ហ៊ានដាក់ច្រើនទេនេះប្រហុកសាច់តែពេលប្រហុកសាច់នេះវារៀងមានជាតិប្រៃច្រើនដែរចឹងខ្ញុំហ៊ានដាក់ច្រើននេះដាក់ប្រហុកចូលទៅហើយយើងមកបុកឲ្យម៉ត់ជាមួយប្រហុកជាមួយនឹងនេះឲ្យចូលគ្នាទៅនឹងឲ្យបងប្អូននិយាយពីឃើញឲ្យសក់ទឹកមាត់ឥឡូវយើងមកថែមស្ករស2 ស្ពាយ
កាហ្វេទៀតណាបងប្អូនខ្ញុំដាក់ទៅពីបាយតែខ្ញុំដួសចុងតិចទេហើយឥឡូវយើងមកធ្វើការបុកចូលគ្នាទៅទាំងស្ករសទាំងគ្រឿងក្រូននេះដាក់ឲ្យវាចូលជាតិខាងក្នុងហ្នឹងទៅហើយបងប្អូនអាចភ្លក់មើលទៅណាចាំមើលយើងខ្វះអីយើងស្ទើរអីយើងថែមអីឥឡូវខ្ញុំមកច្បល់ចូលគ្នាទៅដើម្បីឲ្យវាសព្វសាច់ចាអញ្ចឹងយើងឃើញថាបុកកសាំងរបស់យើងហ្នឹងវាចិត្តរួចរាល់ហើយបងប្អូននៅសល់តួឯកចុងក្រោយដ៏ចំណានមួយទៀតអាហ្នឹងគឺក្លិនវាឈ្ងុយឈ្ងប់ឆ្ងាញ់មិនអាចខ្វះបានតែម្ដងបងប្អូនចាអញ្ចឹងគឺថាមករំលែកបងប្អូនថ្ងៃនេះហើយនិយាយពីសក់ទឹកមាត់ខ្លួនឯងឥឡូវហ្នឹងគឺថាដាក់ម្ទេសឥឡូវមកបុកទាំងអស់គ្នាបុកម្ទេសខ្ញុំដាក់តិចទេបងប្អូនចាម្ទេសខ្ញុំដាក់តែ2 3គ្រាប់ហ្នឹងកូនខ្ញុំគេអូគេថាអូយដាក់ចឹងហើយថតបុកចឹងអត់ស្អាតអត់ទេបងប្អូនយើងហូបហឹលពេលអត់កើតតែគាត់ថាបើបុកនឹងអត់មានម្ទេសវាអត់ឆ្ងាញ់ដែរចឹងខ្ញុំដាក់3គ្រាប់ទៅហើយប៉ុណ្ណឹងគ្នាអូមែនតែនររឿងខ្ញុំណាថាបាក់ម្ទេសតិចចាឥឡូវហ្នឹងគឺយើងដល់វគ្គចុងក្រោយចិត្តបញ្ចប់របស់យើងហើយគឺយើងដាក់ម្អមចូលហើយបុកម្អមចូលក្នុងត្បាល់ហ្នឹងហ្មងបងប្អូនចាមានគ្រឿងក្រៅអីហ្នឹងយើងដាក់ម្អមចូលទៅហើយយើងកាយវាឲ្យវាសព្វចូលជាតិគ្នាមកហើយយើងធ្វើការបុកយកទៅឲ្យម្អមនឹងវាចូលជាមួយនឹងត្រីឆ្អើរនិងកសាំងរបស់យើងបងប្អូនអើយខ្ញុំនិយាយទៅខ្ញុំសក់ទឹកមាត់ខ្ញុំឃ្លានទៀតហើយនេះមែនតាដល់ពេលពេលធ្វើហ្នឹងឃ្លានមធ្យមឯតែដល់ពេលមកបញ្ចូលសលេងនេះឃ្លានសាហាវចាអញ្ចឹងគឺយើងឃើញថាបុកកសាំងត្រីឆ្អើរជាមួយនឹងម្អមរបស់យើងគឺបានរួចរាល់ហើយបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលចូលចិត្តម្ទេសបងប្អូនដាក់តាមការចូលចិត្តទៅ4គ្រាប់5គ្រាប់អីទៀតស្រេចតែចិត្តចាហើយអញ្ចឹងគ្រឿងក្រៅតាមការវល់របស់ខ្ញុំមិញហ្នឹងគឺរសជាតិហ្នឹងគឺវាឆ្ងាញ់អែមជូរហើយមានជាតិអែមមែនតើបងប្អូនអើយនិយាយពីខ្ញុំឃ្លានទៀតតែម្ដងចង់ញ៉ាំបុកកសាំងនឹងទៀតចាំមើលប៉ុន្តែថានិយាយសប្តាហ៍ក្រោយកុំឲ្យញឹកញាប់ពេកវាមានគ្រឿងផ្អាប់គ្រឿងអីចឹងវាក៏មិនជាល្អសម្រាប់សុខភាពប៉ុន្តែសម្រាប់យូរម្ដងគឺវាឆ្ងាញ់បងប្អូនអញ្ចឹងសូមអញ្ជើញបងប្អូនមកទទួលទានបុកកសាំងត្រីឆ្អើរជាមួយនឹងនាងខ្ញុំទាំងអស់គ្នាអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាជូនពរសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារអរគុណបាយបាយ